ថៃដែលអូសបន្លាយអស់រយៈពេល11ថ្ងៃមកហើយសហគមន៍អន្តរជាតិនៅតែបន្តនិយាយភាសាការទូតស្នើឲ្យភាគីទាំងពីរអត់ធ្មត់កាត់បន្ថយភាពតានតឹងវិលរកកិច្ចព្រមព្រៀងសន្តិភាពជាដើមប៉ុន្តែការលើកឡើងបែបនេះមិនអព្យាក្រឹតទេវាហាក់ដូចជាគ្រាន់តែជាភាសារំលងការពិតមួយប៉ុណ្ណោះការពិតបានបង្ហាញច្បាស់ថាកម្ពុជាបានយល់ព្រមទទួលយកសន្តិភាពថៃមិនបានទទួលយកទេនៅពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលគ្រប់គ្រងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានជំរុញឲ្យប្រទេសទាំងពីរឈប់បាញ់គ្នាតាំងពីម៉ោង 10 យប់ថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 រដ្ឋាភិបាលក្រុងភ្នំពេញបានស្វាគមន៍ជាសាធារណៈចំពោះគំនិតដូចដើមនេះដោយត្រៀមខ្លួនសម្រាប់ការចរចាទទួលយកអ្នកសង្កេតការណ៍អាស៊ាននិងការថតរូបផ្កាយរណបដោយរដ្ឋាភិបាលអាមេរិកនេះគឺជាការសម្រេចចិត្តផ្នែកនយោបាយដោយជាក់លាក់ក្នុងនាមជាម្ចាស់ទឹកដីដែលកំពុងតែស្ថិតក្រោមការវាយប្រហាររបស់យោធាថៃចំណែកការឆ្លើយតបរបស់ប្រទេសថៃវិញគឺខុសគ្នាទីក្រុងបាងកកបានទាត់ចោលគំនិតដូចដើមឈប់បាញ់ពីគ្រប់ភាគីទាំងអស់មេដឹកនាំថៃបានបញ្ជាក់ជាសាធារណៈថាគ្មានមហាអំណាចខាងក្រៅណាមួយមិនមែនអាស៊ានមិនមែនអាមេរិកហើយក៏មិនមែនចិនដែរដែលអាចប្រាប់ថៃឲ្យឈប់ប្រយុទ្ធគ្នានោះតាសាទអន្តរជាតិធំៗមានទាំង Bloomberg និង Nikkei Asia ក៏បានផ្សាយរួចហើយដែរថានាយករដ្ឋមន្ត្រីថៃលោកអនុទិនឆានវិរៈគុលកំពុងលេងល្បែងបន្តសង្គ្រាមជាមួយកម្ពុជាដើម្បីសន្សំសន្លឹកឆ្នោតហើយដល់វ័យសហគមន៍អន្តរជាតិនៅតែផ្ទៀងទៅរករឿងដែលថៃនិទានថាកម្ពុជាកំពុងតែគំរាមកំហែងដល់ស្ថិរភាពរបស់ថៃតើកម្ពុជាយកអ្វីទៅគំរាមថៃបើកម្ពុជាគ្មានយន្តហោះចម្បាំងសុំ3តែមួយគ្រឿងហើយបើកម្ពុជាគំរាមកំហែងមែនតើកម្ពុជាអាចយល់ព្រមសម្រាប់សម្រួលទទួលយកសន្តិភាពដែរទេហើយបើថៃរងគ្រោះមែនហើយអ្វីថៃគាត់ចោលគ្រប់សំណើឈប់បាញ់អន្តរជាតិមើលមិនឃើញឬធ្វើមិនឃើញហើយអ្វីនោះគឺដោយសារតែអំណាចនិងឥទ្ធិពលប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិកជាអ្នកទិញអាវុធដ៏សំខាន់របស់អាមេរិកនិងចិននិងជាតួអង្គដែលមានសម្លេងឮជាងកម្ពុជានៅក្នុងសង្គមលោកខាងលិចកម្ពុជាតូចជាងមានឥទ្ធិពលតិចជាងដែលអាចពិបាកទាញឲ្យគេជឿនៅក្នុងភាពមិនស៊ីមេទ្រីបែបនេះការចោទប្រកាន់ពីភាគីដែលមានអំណាចខ្លាំងជាងច្រើនតែត្រូវបានចាត់ទុកថាជាការពិតខណៈដែលការបដិសេធពីភាគីខ្សោយត្រូវបានចាត់ទុកថាជាការដោះសារប៉ុន្តែគំនិតនេះគួរតែផ្លាស់ប្ដូរនៅក្នុងចំនួនការពិតគួរតែត្រូវបានផ្ទៀងផ្ទាត់មិនមែនជឿទៅតាមទំហំឬក៏អំណាចរបស់ប្រទេសមួយនោះទេប្រទេសដែលចង់បានសន្តិភាពគឺព្រមទទួលយកបាត់ឈប់បាញ់បើទោះបីជាការសម្រេចចិត្តនោះលំបាកក៏ដោយផ្ទុយទៅវិញប្រទេសដែលចង់បានសង្គ្រាមតែមានហេតុផលឬក៏លេសដើម្បីបន្តសង្គ្រាមឈ្លានពានប្រសិនបើសហគមន៍អន្តរជាតិបន្តមិនអើពើនឹងការ